បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបងប្អូនទាំងអស់គ្នាធ្លាប់មើលវីដេអូដែលស្ដាប់ចម្រៀងដោយប្រើប្រាស់ AI ចម្រៀងដែលគេបង្កើតដោយ AI នៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាមួយជំហានម្ដង step by step ដើម្បីបងប្អូនទាំងអស់គ្នាមានលទ្ធភាពនៅក្នុងការផលិតវីដេអូដោយប្រើប្រាស់ AI ហើយសម្រាប់ពីខ្ញុំទៅគឺ AI free សម្រាប់ការបង្កើតបទចម្រៀងនេះហើយខ្ញុំប្រហែលជាបងប្អូនទាំងអស់គ្នាឆ្ងល់ទៀតថាអូប្រហែលជាខ្ញុំបង្កើតតាម Sono ឬក៏តាម website មួយចំនួនដែលល្បីៗនៅក្នុងការផលិតបទចម្រៀងនេះប៉ុន្តែនៅក្នុងនេះគឺខ្ញុំសូមជម្រាបថាបង្កើតសាច់ភ្លេងនិងបទចម្រៀងច្រៀងខ្មែរយ៉ាងច្បាស់មិនបាននិយាយថា 100% ទេខ្ញុំអាចនិយាយថា 98% គឺច្បាស់បទខ្មែរឲ្យតែបងប្អូនទាំងអស់គ្នាមាន lyric ឲ្យតែបងប្អូនទាំងអស់គ្នាមានសំណេរនៃសាច់និពន្ធសំណេរអក្សរបានន័យថាបងប្អូនទាំងអស់គ្នាមានអាហ្នឹងយើងហៅថាម៉េចអក្សរមានអត្ថបទឲ្យ AI បង្កើតចម្រៀងឲ្យយើងជាទូទៅបើសិនជាបទពិសោធន៍របស់បងប្អូនឬក៏បងរៀមច្បងអ្នកនិពន្ធផ្សេងតាមខ្ញុំដឹងគឺគាត់និពន្ធនៅបទចម្រៀងនោះដោយសំណេរផ្ទាល់ហើយបើសិនជាគាត់ចង់ឲ្យ AI បង្កើតគាត់យក lyric នោះឬក៏សំណេរនៃការនិពន្ធនោះទៅដាក់ចូលទៅ AI ដើម្បីឲ្យ AI ផលិតបទចម្រៀងឲ្យសម្រាប់ខ្ញុំថ្ងៃនេះដោយសារខ្ញុំមិនមែនជាអ្នកជំនាញនៅក្នុងការនិពន្ធទេប៉ុន្តែជាការចែករំលែកនៅចំណេះដឹងអ្វីដែលខ្ញុំចេះខ្ញុំមិនមែនជំនាញទេប៉ុន្តែខ្ញុំដឹងខ្ញុំនឹងចែកជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចយកវាទៅប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាទៅតាមភាពចាំបាច់របស់បងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំមិនធានាថា copyright ឬមិន copyright ទេអ្វីដែលយើងដឹងគឺយើងសាកល្បងទាំងអស់គ្នាអញ្ចឹងតើការបង្កើតបទភ្លេងដោយ AI នោះវាពិរោះប៉ុណ្ណាសម្រាប់ខ្ញុំគឺខ្ញុំអាចទទួលយកបាននៅលើ website មួយនោះហើយ website មួយនោះគឺជា website free ប៉ុន្តែ free ដល់កម្រិតណាយើងនឹងសាកល្បងមើលទាំងអស់គ្នាថាតើ website free នោះបានផលិតឬក៏អាចផលិតបទចម្រៀងដ៏ល្អសម្រាប់យើងដែរឬទេកុំឲ្យខាតពេលខ្ញុំទៅបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុង computer របស់ខ្ញុំតែម្ដងមួយជំហានម្ដងបើសិនជាឆ្ងល់កន្លែងណាអ្នកនរអាច comment សួរខ្ញុំនៅខាងក្រោមបានប៉ុន្តែបើសិនជានិយាយពីការធានាថា AI នេះគឺផលិតបានល្អឥតខ្ចោះដូចមនុស្សខ្ញុំនៅតែផ្ដល់តម្លៃឲ្យមនុស្សជានិច្ចខ្ញុំនៅតែផ្ដល់តម្លៃឲ្យតន្ត្រីករខ្ញុំនៅតែផ្ដល់តម្លៃឲ្យអ្នកនិពន្ធដែលគាត់សរសេរគឺល្អជាង AI តោះឥឡូវយើងទៅមើលទាំងអស់គ្នាកុំឲ្យខាតពេលបាទសម្រាប់បងប្អូនថ្មីប្រហែលជាជួបខ្ញុំលើកដំបូងអត់ទាន់ស្គាល់បាទហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាមើលវីដេអូរបស់ខ្ញុំឲ្យបានច្រើនទៅអ្នកនរគ្នានឹងស្គាល់ខ្ញុំហើយបាទតោះអញ្ចឹងកុំឲ្យខាតពេលខ្ញុំទៅបង្ហាញបងប្អូនទាំងអស់គ្នាហើយបងប្អូនណាដែលត្រូវការកុំព្យូទ័រអាចមកជួបខ្ញុំបានខ្ញុំនឹងលម្អិតបន្ថែមទៀតឬក៏ស៊ីជម្រៅបន្ថែមទៀតបងប្អូនទាំងអស់គ្នាចូលទៅក្នុង channel YouTube បងប្អូនទាំងអស់គ្នាឬក៏ចូលទៅក្នុង YouTube ទៅបើសិនជាមិនទាន់មានបងប្អូនទាំងអស់គ្នានឹងឮសូរឬក៏ឃើញបទចម្រៀងមួយចំនួនដែលអត់ដឹងថាអ្នកណាច្រៀងដែលអត់ដឹងថានិពន្ធដោយអ្នកណាតាមពិតបទចម្រៀងទាំងអស់នោះសុទ្ធតែ AI ពេលខ្លះចុងជួនចាប់ចុងជួនអីអត់ត្រូវគ្នាទេប៉ុន្តែស្ដាប់ទៅគឺការច្រៀងហ្នឹងគឺព្រោះមែនខ្ញុំអត់បង្ហាញថា channel នោះជា channel អ្នកណាបោះពីណាអីទេនៅក្នុងនេះគឺជារួមគឺខ្ញុំនិយាយពីរួមតែម្ដងខ្ញុំអត់បានបង្ហាញ channel ទេណាកុំឲ្យថាខ្ញុំពាក់ព័ន្ធមួយនឹង channel ឬក៏ promote channel របស់បងប្អូនណាមួយអត់ទេបាទឥឡូវយើងទៅមើលទាំងអស់គ្នាចំណុចដំបូងនៃការចាប់ផ្ដើមគឺបងប្អូនទាំងអស់គ្នាត្រូវតែមាន lyric របស់បងប្អូនទាំងអស់គ្នាត្រូវតែជាសំណេរឬក៏និពន្ធជាទំនុកនៃបទមកអញ្ចឹងខ្ញុំមិនមែនជាអ្នកជំនាញអញ្ចឹងខ្ញុំប្រើ ChatGPT ទៀតខ្ញុំប្រើ ChatGPT អញ្ចឹងខ្ញុំចូលមក ChatGPT ខ្ញុំចង់បានបទចម្រៀងអីខ្ញុំឲ្យ ChatGPT អ្នកសរសេរ lyric ឲ្យខ្ញុំ
បងប្អូនទាំងអស់គ្នាដូចគ្នាបងប្អូនទាំងអស់គ្នាអាចឲ្យ ChatGPT សរសេរ lyric ឲ្យអ្វីទៅជា lyric ហ្នឹងតិចទៀតឃើញហើយបងប្អូននឹងយល់ហើយខ្ញុំសូមអធិស្ឋានដែរខ្ញុំប្រើពាក្យបច្ចេកទេសនេះដោយសារខ្ញុំមិនមែនជាអ្នកជំនាញភ្លេងខ្ញុំបញ្ជាក់ពីដើមអញ្ចឹងខ្ញុំអត់ដឹងថា lyric ហ្នឹងបកជាភាសាខ្មែរថាម៉េចទេបើបងប្អូនដឹងអីសូមជួយណែនាំខ្ញុំផងបាទបងប្អូនទាំងអស់គ្នាចូលមក ChatGPT អាច log in ក៏បាន log in free ក៏បាន sign up free account អីក៏បានដែរឬក៏មិនចាំបាច់ sign up ក៏បានដែរនៅលើ ChatGPT បងប្អូនទាំងអស់គ្នាអាចប្រើបាន free អញ្ចឹងឬក៏ប្រើបានដោយមិនចាំបាច់ log account របស់យើងទេណាដោយមិនចាំបាច់ log account របស់យើងអញ្ចឹងនៅកន្លែងនេះបងប្អូនទាំងអស់គ្នាចង់បង្កើតបទចម្រៀងអីមកថាបងប្អូនទាំងអស់គ្នាចង់ឲ្យវាបង្កើត lyric អីបង្កើតមកសរសេរមកបង្កើតខ្ញុំសុំដកអក្សរខ្មែរបង្កើតបទចម្រៀងមនោសញ្ចេតនាដោយខ្ញុំនិយាយពីអត្ថន័យតែម្ដងណាដោយគូសង្សារបែកគ្នាខ្ញុំនិយាយតែប៉ុណ្្នឹងឯងខ្ញុំឲ្យ ChatGPT សរសេរ lyric ឲ្យខ្ញុំអញ្ចឹងអត្ថន័យគឺគូសង្សារទាំងពីរហ្នឹងបែកគ្នាអញ្ចឹងខ្ញុំឲ្យ ChatGPT សរសេរបងប្អូនទាំងអស់គ្នាចង់បានបទអីរំនាំអីឲ្យ ChatGPT ធ្វើឲ្យកន្លែងហ្នឹងណាបងប្អូនទាំងអស់គ្នាអាចបំបែកទៅជាបទបរទេសអីបទអង់គ្លេសអីមិនដើម្បីដាក់ទៅក្នុងwebsite សម្រាប់ដាក់ copyright អីមិនខ្ញុំអត់ដឹងទេពីព្រោះខ្ញុំបង្ហាញពីអ្វីដែលខ្ញុំចេះហើយចង់លើកទឹកចិត្តឲ្យបងប្អូនដែលអបសុកនៅផ្ទះគាត់មានជំនាញហ្នឹងគាត់ចូលចិត្តហើយគាត់ធ្វើទៅដើម្បីរកចំណូលពី YouTube បើសម្រាប់ខ្ញុំទៅគឺខ្ញុំនៅតែលើកទឹកចិត្តថាអាចរកចំណូលពី YouTube បានបងប្អូនអរគ្នាអាចចាប់ផ្ដើមចុចសញ្ញា send prompt ទៅបាទចុចផាច់ទៅអ្នកនរគ្នាអាចចាំបន្តិចចំណងជើងគឺបេះដូងនៅចាំណែឃើញស្អាតទេបេះដូងនៅចាំនេះគឺជា lyric នេះខ្ញុំប្រើពាក្យថា lyric ចឹងចុះណាហើយបងប្អូនអរគ្នាមើលខាងក្រោមគេដាក់ថានិពន្ធបែប style ជា original ខ្មែរអីចឹងផ្សេងអញ្ចឹង lyric នេះខ្ញុំសូមដាក់ឲ្យធំបន្តិចដើម្បីបងប្អូនអរគ្នាស្រួលមើលហើយបន្ទាប់មកយើង copy lyric ហ្នឹង copy បងប្អូនទាំងអស់គ្នាយកទៅក្នុង website មួយជា website ដែលអាចបង្កើតបទភ្លេងបានគឺយើងហៅថា flow សំទោសខ្ញុំដូរ font សិន flow music.app អញ្ចឹងបងប្អូនទាំងអស់គ្នា enter មកពេលនោះអ្នកទាំងអស់គ្នានឹងចូលមក website សម្រាប់បង្កើតបទភ្លេងហើយយើងចាំស្ដាប់ទាំងអស់គ្នាបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាត្រូវ log in free ឯងបាទ log in free អញ្ចឹងអ្នកទាំងអស់គ្នា log in បាទចុចលើ log in មក continue with Google យើងនៅលើ Gmail ខ្ញុំលើ Gmail ខ្ញុំហី log in with Google ខ្ញុំ log in តែម្ដងដោយសារតែខ្ញុំគិតថាអានេះប្រហែលជារបស់ Google ទេមើលទៅបាទអញ្ចឹងខ្ញុំ log in ទៅលើ email របស់ខ្ញុំហើយខ្ញុំ continue បន្ទាប់មកទៀតខ្ញុំអត់ tick ទេខ្ញុំអត់ទិញទេបាទឲ្យទិញ Google One ខ្ញុំអត់ទិញទេខ្ញុំ continue ទៀតបន្ទាប់មកទៀតយើងត្រូវដាក់ឈ្មោះយើងដែលជាអ្នកនិពន្ធចឹងមកឬក៏យើងត្រូវ agreement កិច្ចព្រមព្រៀងក្នុងការផលិតបទភ្លេងឲ្យយើង50 credit data គួរសម data free get start agree choose name ឈ្មោះរបស់យើងឈ្មោះអីគេដាក់កុំឲ្យដូចគេបាទឈ្មោះរបស់យើងឈ្មោះអីចឹងមកឧទាហរណ៍ខ្ញុំវាសនាបាទសុកចឹងមកឧទាហរណ៍សុកអញ្ចឹងបើសិនជាជន់គេដាក់វាសនា168អីចឹងមកបាទអញ្ចឹងជាឧទាហរណ៍របស់ខ្ញុំមួយទៀតមកកុំឲ្យប្រកែកជន់គេបាទអញ្ចឹងខ្ញុំ save នេះគ្រាន់តែជាឧទាហរណ៍អញ្ចឹងឈ្មោះរបស់ខ្ញុំនៅក្នុង email នេះជាឧទាហរណ៍បងប្អូនដាក់ឈ្មោះអីស្រាច់ចិត្តរបស់បងប្អូនណាអញ្ចឹងកន្លែងនេះខ្ញុំផាសអា lyric ដែលខ្ញុំ copy ពីនេះមកនេះខ្ញុំ copy មកហើយខ្ញុំយកមក got flow music ខ្ញុំផាសកន្លែងនេះខ្ញុំ control V មកឃើញទេណាបាទឃើញហើយចំណងជើងវគ្គទី1អញ្ចឹងខ្ញុំចាប់ផ្ដើម
ចុច send message លឿនបន្តិចទៅដោយសារកុំឲ្យខាតពេលហើយបងប្អូនអរគ្នាខ្ញុំគិតថាតាមតាន់ហ្នឹង copy lyric កន្លែងនេះចេញពី ChatGPT យកមកដាក់នៅក្នុង Flow Music ហើយយើង send message អញ្ចឹងកំឡុងពេលហ្នឹងអ្នកនរគ្នាមើលកំពុងតែគិតឲ្យយើងហើយកំពុងតែបង្កើតឲ្យយើងហើយអញ្ចឹងយើងអង្គមើលបន្តិចថាតើការបង្កើតបទភ្លេងហ្នឹងវាព្រោះប៉ុណ្ណាបទភ្លេងយ៉ាងម៉េចចាំខ្ញុំនឹងបើកឲ្យបងប្អូនអរគ្នាស្ដាប់ទាំងអស់គ្នាតើមានព្រោះយ៉ាងម៉េចខ្ញុំបើកសំឡេងអស់បាទកន្លែងនេះកំពុងតែគិតឲ្យយើងពីរបទបានន័យថាមានលំអៀងគ្នាបន្តិចដែលបងប្អូនអរគ្នាទាំងខ្ញុំអាចពិចារណាបានតែខ្ញុំសូមបញ្ជាក់ថាបើធ្វើជាភាសាអង់គ្លេសបើបទអង់គ្លេស M បាទបទខ្មែរក៏ល្អដែរតែគ្រាន់តែថាវាមិនសូវចាប់ចុងជួនបន្តិចនេះស្ដាប់ណាស្ដាប់បទទីបាទឥឡូវគេនេះឥឡូវគេបាទ2នាទីចុច58ទេតាអូនដើរចេញទុកបងឲ្យនៅឯកាស្នាមញញឹមដែលធ្លាប់មានคล้ายជាទឹកភ្នែកហូរមកផ្លូវដែលធ្លាប់ដើរជាមួយគ្នាសពថ្ងៃនៅស្ងាត់ស្ងៀមនៅសល់តែអនុស្សាវរីយ៍ឲ្យបេះដូងបងនឹងរាល់យប់នេះជាហ្គីតារបស់ខ្ញុំបាទពេលខ្លះក៏លេងតិចចាមចឹងទៅពេលខ្លះក៏បាទអ្នកនរគ្នាស្ដាប់មើលណាគ្រប់រូបភាពអូននៅតែដក់ជាប់ក្នុងបេះដូងបើថ្ងៃណាអូននឹកបងសូមត្រឡប់មកវិញបានទេបេះដូងមួយនេះនៅតែទុកកន្លែងសម្រាប់អូនទោះពេលវេលាកន្លងឆ្ងាយបងនៅតែស្រឡាញ់ដដែលរឿងស្នេហ៍ដែលបែកគ្នាខ្លាចជាស្នាមជឿមិនរលីបាទនេះគឺជា lyric ទី1ឥឡូវយើងស្ដាប់អទី2ថ្ងៃដែលអូនដើរចេញទុកបងឲ្យនៅឯកាស្នាមញញឹមដែលធ្លាប់មានคล้ายជាទឹកភ្នែកហូរមកផ្លូវដែលធ្លាប់ដើរជាមួយគ្នាសពថ្ងៃនៅស្ងាត់ស្ងៀមនៅសល់អូខេប៉ុណ្ណឹងចាស់ទុកបទនេះឲ្យខ្ញុំស្ដាប់សម្រាប់ romantic ដែលអ្វីដែលជាចំណូលចិត្តរបស់ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកនេះបងប្អូនទាំងអស់គ្នាអាចយកវាទៅប្រើប្រាស់ជាចំណូលចិត្តបងប្អូនទាំងអស់គ្នានៅក្នុងផ្លូវដែលល្អនៅក្នុងជំរឿនដែលត្រឹមត្រូវសម្រាប់បងប្អូនទាំងអស់គ្នាមួយដែលត្រូវការខ្ញុំនៅតែផ្ដល់តម្លៃដល់អ្នកនិពន្ធខ្ញុំនៅតែផ្ដល់តម្លៃដល់គ្រូភ្លេងដែលគាត់ពូកែខ្ញុំពុំសូវជាទូទៅខ្ញុំពុំសូវប្រើប្រាស់ 100% ទេនៅតែស្ដាប់បទលោកតាសិនស៊ីសមុទ្របទរៀមច្បងយើងដែលគាត់ល្បីនៅតែជាចំណូលចិត្តរបស់ខ្ញុំដដែលអានេះគ្រាន់តែជាការលេងយើងប្រើពាក្យសាមញ្ញថារបស់លេងថ្មីរបស់យើងតែប៉ុណ្្នឹងទេបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាចង់បានបទណាមួយចង់ download ចេញអ្នកនរគ្នាចុច 3 នេះអ្នកនរគ្នាយក download មកហើយ download យក Wave គឺជាគុណភាពសំឡេងដែលល្អ Wave សំឡេងធំបានន័យថាទំហំធំ file ប៉ុន្តែគុណភាពសំឡេងគឺល្អអញ្ចឹងអ្នកនរគ្នាយក Wave មកហើយវានឹង download មកហើយ download មកអ្នកនរគ្នាអាចរងចាំមួយសប្តាហ៍គឺ download ចប់វានឹង notification alert នៅលើ screen ឲ្យយើងថា download ចប់អញ្ចឹងយើងអាចបើកស្ដាប់ហើយនឹងអាចយកវាទៅប្រើប្រាស់កែនៅក្នុង FL Studio កែនៅក្នុង Adobe Audition ដើម្បីឲ្យសំឡេងកាន់តែល្អហើយបើអ្នកនរគ្នាគិតថាលំបាកក្នុងការកែប្រើតែប៉ុណ្ណឹងក៏បានដែរខ្ញុំគិតថាហ្មងដាក់នៅក្នុងភ្លេងវីដេអូរបស់ YouTube យើងអីមកស្អាតហ្មងបាទហើយបើសិនជាបទជាភាសាបរទេសទៀតរឹតតែលយខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនអរគ្នាបើសិនជាលើសលួសអីសូមខន្តីអភ័យទោសដោយសារខ្ញុំព្យាយាមធ្វើវីដេអូឲ្យបានខ្លីតាមពិតចង់ចែករំលែកច្រើនទៅទៀតទាក់ទងជាមួយ AI មានឱកាសខ្ញុំនឹងជូនវីដេអូល្អពាក់ព័ន្ធជាមួយ AI ទៅកាន់បងប្អូនអរគ្នាទៀតប៉ុន្តែខ្ញុំគិតថាពេលវេលានឹង
ប្រវែងវីដេអូបើសិនជាវែងពេកធ្វើឲ្យបងប្អូនអរគ្នាធុញវិញអញ្ចឹងកុំឲ្យខាតពេលតែប៉ុណ្្នឹងចាស់ជួបខ្ញុំនៅវីដេអូល្អៗថ្មីដែលខ្ញុំចេះបន្តទៀតអរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូបន្ទាប់បើសិនជាអាចខ្ញុំនឹងបង្ហាញបងប្អូនអរគ្នានៅក្នុងការយក lyric នេះទៅដាក់នៅក្នុង Sono ហើយយើងនឹងផលិតវីដេអូផលិតបទភ្លេងក្នុង Sono ហើយនៅក្នុង website Flow នេះ Flow Music នេះតើមួយណាល្អជាងយើងនឹង compare គ្នាបាទអរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតជំរាបលា